អនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានស្ដាប់នៅក្នុងកម្មវិធីរាត្រីព្រឹកព្រួចនៅក្នុងឱកាសពេលនេះថ្ងៃនេះ admin ទទួលបានសាច់រឿងដ៏រន្ធត់មួយពីបងប្រុសឈ្មោះឧត្តមនៅរាជធានីភ្នំពេញបងប្រុសឧត្តមគាត់នៅរាជធានីភ្នំពេញហើយគាត់បានធ្វើដំណើរទៅខាងខេត្តបាត់ដំបងនៅពេលយប់ដើម្បីទៅចូលរួមកម្មវិធីមង្គលការគេណាបាទហើយបងប្អូនដែលធ្លាប់ធ្វើដំណើរទៅខាងខេត្តបាត់ដំបងបងប្អូនដឹងហើយថាអ្នកខ្លះធ្លាប់បានជួបបានឃើញហេតុការណ៍ជាច្រើននៅតាមបណ្ដោយផ្លូវជាតិលេខ5ហ្នឹងបាទបងប្រុសឧត្តមក៏គាត់បានសម្រាយរឿងនឹងយ៉ាងលម្អិតមកដល់ admin ពេលដែល admin ស្ដាប់ហើយគឺមានអារម្មណ៍ថាព្រឺសម្បល់តែម្ដងបាទតើសាច់រឿងនោះបាទមានខ្លឹមសារក៏ដូចជាបែបណាសូមបងប្អូនតាមដានស្ដាប់ទាំងអស់គ្នានៅក្នុងពេលវេលាមួយដែលគាត់បានត្រូវទៅចូលរួមកម្មវិធីមង្គលការក្រុមការងាររបស់គាត់នៅខាងខេត្តបាត់ដំបងណាគាត់បងប្រុសឧត្តមនឹងជាមួយនឹងប្រពន្ធរបស់គាត់រួមទាំងជាមួយនឹងក្រុមការងារប្រុសរបស់គាត់ម្នាក់ឈ្មោះនិស័យបាទអញ្ចឹងគាត់ធ្វើដំណើរចេញពីរាជធានីភ្នំពេញយើងទៅម៉ោងប្រហែលជា7យប់បាទគាត់ក៏បើកបរបដើលេងសើចបដើជាមួយនឹងប្រពន្ធក៏ដូចជាក្រុមការងាររបស់គាត់នៅក្នុងឡានជាមួយគ្នាបាទពេលគាត់ធ្វើដំណើរទៅប្រហែលជាម៉ោង8ជាងគាត់បានធ្វើដំណើរទៅដល់ខាងខេត្តកំពង់ឆ្នាំងក៏គាត់បានសម្រាកហូបចុកម្ហូបអាហារអីនៅតាមហ្នឹងតាមផ្លូវអញ្ចឹងណាបាទនៅពេលដែលគាត់ធ្វើដំណើរទៅដល់ខាងខេត្តកំពង់ឆ្នាំងហើយគាត់សម្រាប់បានមានកម្លាំងហើយគាត់ក៏បន្តដំណើរទៅខាងខេត្តបាត់ដំបងបន្តទៀតនៅប្រហែលជាខ្ទង់ម៉ោង8កន្លះជិត9ហ្នឹងអញ្ចឹងនៅពេលដែលគាត់ធ្វើដំណើរទៅគាត់ក៏ចាក់បទចម្រៀងស្ដាប់ផងគាត់ក៏និយាយលេងគ្នាពីនេះពីនោះបន្តរហូតដល់ផុតខេត្តពោធិ៍សាត់បាទហើយពេលយប់ប្រហែលជាខ្ទង់ម៉ោង10ជាងបាទម៉ោង10ជាងផុតទឹកដីខាងខេត្តពោធិ៍សាត់ហើយអញ្ចឹងការធ្វើដំណើរក៏មិនសូវជាសម្បូរឡានម៉ូតូអីច្រើនដែរយូរឃើញបើកឡានមួយអញ្ចឹងទៅมันសម្បូរដូចឥឡូវទេកាលពេលគាត់ទៅហ្នឹងគឺខ្ទង់ប្រហែលជាខ្ទង់2019ហ្នឹងបងប្អូនបាទអញ្ចឹងគាត់បើកបរបដើគាត់ចេះតែសម័យទៅដល់រូបភាពមួយដែលអ្នកនៅខេត្តបាត់ដំបងគាត់និយាយប្រាប់ឲ្យមានការប្រុងប្រយ័ត្នពេលផុតខេត្តពោធិ៍សាត់បាទអញ្ចឹងគាត់ចេះតែមានការបើកបរឲ្យប្រុងប្រយ័ត្នផងហើយគាត់ក៏និយាយលេងជាមួយនឹងប្រពន្ធគាត់បដាអីចឹងទៅដើម្បីកាត់បន្ថយការងុយក៏ដូចជាការអស់កម្លាំងចំណែកមិត្តក្រុមការងាររបស់គាត់ម្នាក់ទៀតដែលឈ្មោះនិស័យនោះគឺបានដេកលង់លក់ហើយបាទដេកលង់លក់ហើយដោយសារតែគាត់ហូបឆ្អែតចឹងទៅគាត់ក៏ដាក់កាសនៅត្រចៀកស្ដាប់ចម្រៀងបដាអីបដាក៏ដេកលក់បាត់ទៅអញ្ចឹងគាត់ធ្វើដំណើរទៅដល់ចិត្តបាត់ដំបងគាត់ថាអត់ដឹងនៅចំណុចបដិមណាទេគាត់ថានៅចិត្តបាត់ដំបងអញ្ចឹងនៅពេលដែលគាត់ធ្វើដំណើរទៅស្រាប់តែគាត់កលេចមើលតាមកញ្ចក់ខាងក្រោយបាទអត់មានឃើញឡានម៉ូតូទេទៅមុខក៏អត់មានបាទម៉ូតូឡានអីដែរគឺមានន័យថាស្ងាត់ឈឹងតែម្ដងខ្ទង់ប្រហែលជាខ្ទង់ម៉ោង11ជាងបងប្អូនក៏ខ្ញុំស្ដាប់ឮគាត់និយាយដល់ចំណុចហ្នឹងខ្ញុំព្រឺសបល់សូម្បីតែពេលនេះគឺក៏រៀងព្រឺសបល់តិចៗដែរបាទពេលដែលគាត់ធ្វើដំណើរគាត់ថាមិនដឹងដល់ចំណុចណាទេស្រាប់តែបាក់មេឈើមកប្រាវបាទបាក់មេឈើឡើងប៉ុណ្ណានៃមកដល់ពាក់កណ្ដាលផ្លូវហើយគាត់ខំប្រឹងបើកឡានបណ្ដាគាត់កាច់ចកោទេបងប្អូនប៉ុន្តែលបឿនឡានរបស់គាត់រត់ក៏មិនសូវលឿនដែរពេលយប់ហ្នឹងគាត់ថាគ្រាន់តែឃើញបាក់មេឃមកប្រាវគាត់កាច់ចកោតរេពេញផ្លូវបាទប្រពន្ធគាត់ស្រែកពេញក្នុងឡានហ្នឹងតែម្ដងបាទហើយគាត់គិតថាចំណាំងផ្លាតភ្លើងឡានមើលទៅមុខអត់មានឃើញដើមឈើទេសុកហេតុអីបានបាក់ដើមឈើមេឈើមកប៉ុណ្ណាណៃគាត់ក៏គេចផុតចឹងទៅបានបន្តទៅមុខទៀតចាប់តែគាត់ឃើញហើយជា100ម៉ែត្រទៅមុខទៀតគាត់ឃើញឆ្កែពណ៌ខ្មៅមួយបងប្អូនបាទឆ្កែពណ៌ខ្មៅគាត់ថាប៉ិនកូនគោបងប្អូនហើយលោតចូលមិនមែនលោតពីចំហៀងឡានទេណាគាត់ថាសុកឃើញ
ឆ្កែខ្មៅនឹងប៉ុណ្ណានេះនៅកណ្ដាលឡានលោតមកបុកឡានមកអញ្ចឹងគាត់ក៏ឃើញឆ្កែខ្មៅនឹងគាត់អត់បានកិច្ចទេបងប្អូនគាត់ថាគាត់បើកបុកបាទហើយឡានគាត់អាលាក់ហ្មងឡានអាលាក់បាទគាត់ឃើញឆ្កែធំអញ្ចឹងគាត់ដឹងមុនគាត់ថាមិនមែនជាឆ្កែធម្មតាទេបើឆ្កែធម្មតាក៏មិនដល់ទំហំប៉ុណ្ណឹងកូនគោធំអញ្ចឹងដែរបាទគ្រាន់តែគាត់កិនគ្រប់បាទឡានអាលាក់ពីលើហើយគាត់មានអារម្មណ៍មួយថាអូឡានតែខ្ទេចព្រោះបុកប៉ាំងហើយអញ្ចឹងគាត់នៅតែសម័យនៅឃើញយ៉ាងឡានគាត់ខូចណាហើយគាត់គិតដល់ចំណុចមួយទៀតឬក្រុមការងារគាត់ប្រាប់ឲ្យថាប្រយងប្រុងប្រយ័ត្នបន្តិចនៅពេលដែលចិត្តដល់ខាងខេត្តបាត់ដំបងគាត់ទៅឃើញសម័យដល់រូបភាពហ្នឹងបងប្អូនហើយគាត់បើកឡានមកខាងហើយដៃគាត់កេះឈ្មោះនិស័យដែលដេកនៅខាងក្រោយហ្នឹងគឺឲ្យភ្ញាក់តែនិស័យនោះគាត់ដេកលក់អត់ដឹងខ្លួនហើយប្រពន្ធគាត់វិញញ័រដោយកូនកដុលស្រែកយំពេញក្នុងឡានបាទហើយបងប្រុសដំហ្នឹងគាត់ថាគាត់បើកបដាល់សូត្របដាល់បាទគាត់ចេះដែរបើនិយាយរួមទៅគាត់ចេះបល័យគាត់ចេះបាទនិយាយថាសូត្រនមោតាសៈបដាអញ្ចឹងណាដើម្បីរងាប់ចិត្តរបស់គាត់តែអារម្មណ៍របស់គាត់គឺតក់ស្លុតនៅពេលដែលគាត់ឃើញបាទដើមឈើបាក់មកម្សាហើយស្រាប់តែឆ្កែខ្មៅលោតមកម្សាទៀតគាត់សូត្របដាយកដៃមកខាងដាស់ហៅនិស័យបដាប្រពន្ធគាត់វិញយកភួយទទូចិត្តឈឹងបងប្អូនបាទចាប់តែបានចិត្តគាត់ស្ងប់បន្តិចបាទគាត់ធ្វើដំណើរទៅមុខបន្តិចទៀតប៉ុន្តែអត់លបឿនឡានអត់លឿនទេបងប្អូនបាទគាត់ធ្វើដំណើរទៅមុខទៀតស្រាប់តែឃើញកូនឆ្កែមកវងបាទឆ្កែប្រហែលគាត់ថាប្រហែលជា10ក្បាលកូនឆ្កែទូចមានពោខ្មៅមានពណ៌បាទខ្លាឃ្លោកនឹងបាទមកវងបាទរត់មកចូលកណ្ដាលផ្លូវមួយសារទៀតចាប់តែពេលហ្នឹងគាត់អត់កិនទេបាទគាត់អត់កិនទេគាត់ធ្វើដំណើរជៀសវាបាទជៀសវាតែគាត់បើកនៅកណ្ដាលផ្លូវទេស្រាប់តែជៀសគាត់មកបុកព្រៃនៅខាងផ្លូវមកខាងទៀតបងប្អូនគាត់ថាគាត់បើកនៅលើផ្លូវស្រាប់តែពេលជៀសកូនឆ្កែចាប់តែគាត់មកបុកព្រៃបាទព្រៃសុបតប់នៅក្បែរផ្លូវគាត់ភ្ញាក់ខ្លួនព្រឹតបាទពេលហ្នឹងក៏គាត់អត់បើកឡានទៅមុខទៀតដែរគាត់ប្រអងហើយគាត់មើលកញ្ចក់ឆ្វេងស្ដាំគាត់ថាគាត់នៅផ្លូវមកខាងទៀតណាបាទផ្លូវមកខាងទៀតមានន័យថាផ្លូវអ្នកពីបាត់ដំបងទៅភ្នំពេញអញ្ចឹងស្រាប់តែគាត់ឃើញជួបហេតុការណ៍ហ្នឹង3ដងទួនមួយផ្លេតហ្នឹងស្រាប់តែគាត់ក៏លេខមើលម៉ោងនៅក្នុងឡានគឺម៉ោង12ជាងបងប្អូនបាទម៉ោង12ជាងចាប់គាត់ថាគាត់គិតណាគាត់ថាអញយ៉ាគេលេងគាត់ទៅតាចាប់តែពេលហ្នឹងបងប្អូនហើយគាត់មកដល់មិនដឹងថាដល់ចំណុចណាទេចាប់តែពេលគាត់ក៏បន្តដំណើរទៅមុខទៀតបានមកស្ទុះគាត់មកដល់ខាងបាទឃើញភ្លើងនៅទីរួមខេត្តបាត់ដំបងណាបាទហើយប្រពន្ធគាត់នឹងញ័រអត់ទាន់បាត់ទេបាទប្រពន្ធគាត់ញ័រអត់ទាន់បាត់ទេអញ្ចឹងប្រពន្ធគាត់ភ័យតក់ស្លុតខ្លាំងមែនតើហើយសម្រាប់បងប្រុសឧត្តមហ្នឹងគាត់ក៏ភ័យដូចគ្នាគាត់តក់ស្លុតដូចគ្នាគាត់ថាអារម្មណ៍របស់គាត់ជាមនុស្សផុសដែលគាត់ធ្លាប់ជួបហេតុការណ៍ច្រើនកន្លងមកគឺគាត់មានស្មារតីនឹងនោះបើសិនជាគាត់ថាបើខុសពីគាត់ប្រហែលជាអាចទាញចកោតឡានធ្លាក់ផ្លូវឬក៏ទៅបុកប៉ះពេអីផ្សេងបាត់ទៀតហើយអញ្ចឹងនៅពេលដែលគាត់ធ្វើដំណើរទៅមុខទៀតទៅដល់មុខរូបសំណាក់លោកតាដំងកញ្ញូងម៉ោងប្រហែលជាខ្ទង់7:01អញ្ចឹងគាត់ក៏ឈប់នៅហ្នឹងបាទហើយបងប្រុសនិស័យហ្នឹងក៏ភ្ញាក់ដឹងខ្លួនបាទហើយបងប្រុសដំហ្នឹងក៏គាត់បានសួរថាមុនហ្នឹងមានបានឮសំឡេងគាត់ស្រែកហៅដែរអត់ព្រោះឯគាត់បានដាស់ស្រែកផងអីផងគោះផងហេតុអីបានអត់ឮបងប្រុសនិស័យគាត់ថាគាត់ដេកលក់គាត់ល្វើយអញ្ចឹងគាត់អត់បានដឹងទេបាទហើយបងប្រុសដំក៏គាត់បាននិយាយទៀតថាអត់មានហេតុការណ៍អីទេអញ្ចឹងគាត់និយាយមួយប្រពន្ធគាត់មិនចង់និយាយអីនៅមុខរូបសំណាក់លោកតាដំងកញ្ញូងទេគាត់ថាចាំស្អែកចាំគាត់និយាយហើយគាត់ក៏បន្តដំណើរទៅរកផ្ទះសំណាក់សម្រាប់មកយប់នឹងទៅស្អែកឡើងនៅពេលចូលរួមកម្មវិធីមង្គលការគេគាត់អត់បានទៅចូលរួមហើយចំនួនទេបាទគាត់ទៅបានពេលចូលរួមកាត់សក់ចាប់ទៅដល់ចូលរួមកម្មវិធីកាត់សក់គាត់ក៏បានសាកសួរបាទអ្នកនៅខាងបាត់ដំបងអញ្ចឹងគាត់បានសួរអំពីរឿងហេតុការណ៍ដែលបានជួបប្រយុទ្ធមិញគាត់ថាគាត់បានជួប
hạt cả ấy khác nơi để thôi làm tam lấy chấn nè nó khang bắt bóng có ta ô phải chia bóng đòn anh chụp nơi khẳng bồn môn ấy mới tử ôi nè nơi khẳng bồn môn nè ná có cọt chụp hạt ca chầm lại chẳng đà ấy bóng pro đóm có khẳng tại lư đo khẳng chuẩn nói nó ta ứng và hai trên nơi nắng ấy ta mới ôi bao màn tích mà đo ti rùng khẹn bà còn tại lư chẳng có ta mà giúp này cam thi ngày cả nó có đi ở lúa này bà có đi ở lúa có tha thử tay tỏ lọp lang từ vinh giúp nó rư cái chẳng mày chắc có mẹ chết cho mối của xa bà con luôn tèng cho mối trong ca nghe cho mối say nước ớt và to tầm nào từ về giúp năng tề có mẹ nơi trong bắt bóng mà giúp hay sai láng có mình to đầm nào tới hàng sim riệp và to tiệt bà để sai rương dương bà miền phần năng bằng phồn nơi nông sai rương tì muối nè ấy sai rương tì phí bóng pro đom có thọp chụp đôi kia nơi hàng khét xoay riêng bà chân rong chăm tam đàn đập sai rương tì phí được ở nè xôm ở cồn xôm chụp liệp bà